រុំនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទ admin បានកំសគឺជាទូងើរបស់វត្តទីជ្រុងហើយទូងើនេះមានពនាមពេញថាគឺបន្ទុងសខទេសាញ់ជ័យបារមីព្រះវិហារដែរបងប្អូនខ្លះប្រហែលជាស្គាល់ទូនេះហើយកាលពីឆ្នាំមុនគឺប្រណាំងចំនួនរយៈពេល3ថ្ងៃទទួលបានជ័យលាភីលេខ2ហើយបងប្អូនខ្លះប្រហែលជាស្គាល់ទំនុកបឹងខ្នោតដាច់ហើយបងប្អូនខ្លះប្រហែលជាដឹងថាកាលពីឆ្នាំមុនទំនុកបឹងខ្នោតដាច់គឺសប្បាយខ្លាំងណាស់គឺសប្បាយខ្លាំងមែនទែនបងប្អូនវាជាពិសេសគឺថ្ងៃទី3គឺមនុស្សទៅច្រើនខ្លាំងមែនទែនសម្រាប់ខ្ញុំជាកីឡាករទូម្នាក់ខ្ញុំឃើញហើយខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលឃើញបងប្អូនយើងទៅគ្រប់គ្រងច្រើនហើយខ្ញុំអត់មានន័យច្រើនទេវីដេអូនេះខ្ញុំចង់មកប្រាប់បងប្អូនថានៅសល់រយៈពេលតែប្រហែលខែទេគឺដល់រីករាយប៉ុណ្ណឹងទុកយើងទៀតហើយអញ្ចឹងខ្ញុំពិតជាសប្បាយរីករាយមែនទែនដែលដល់ថ្ងៃខ្ញុំសប្បាយខ្លាំងមែនទែនអញ្ចឹងបងប្អូនឃើញវីដេអូនេះហើយកុំភ្លេចជួយ like ជួយ share អ្នកមួយផងដើម្បីឲ្យបងប្អូនយើងផ្សេងគាត់បានមើលឃើញនៅវីដេអូនេះបាទសូមអរគុណអូបងប្អូនខ្ញុំទៅប្រាប់ទៀតបាទខ្ញុំនិយាយទៅមានការខ្វះខាតថ្លៃណាបងប្អូនសូមខន្តីទៅផងបាទសូមអរគុណ